នៅប្រទេសកម្ពុជាល្វែងម៉ោង7ពេលវេលាល្អបំផុតសម្រាប់ការជួញដូរ trading គឺអាស្រ័យទៅលើផលិតផលដែលអ្នកជួញដូរដូចជា Forex មាស ប្រេងឬភាគហ៊ុនអាមេរិកជាទូទៅទីផ្សារហិរញ្ញវត្ថុពិភពលោកត្រូវបានបែងចែកជា3វគ្គធំ Trading Sessions នេះជាពេលវេលាគិតជាម៉ោងនៅស្រុកខ្មែរវគ្គជួញដូរធំទាំង3គិតជាម៉ោងនៅកម្ពុជា Tokyo Session វគ្គអាស៊ីម៉ោង 6:00 ព្រឹក 2:00 រសៀលទីផ្សារមិនសូវមានចលនាខ្លាំងទេ Low Volatility ស័ក្តិសមសម្រាប់អ្នកចូលចិត្ត trade បែបស្ងប់ស្ងាត់ឬគូប្រាក់ទាក់ទងនឹងប្រាក់យេនជប៉ុន JPY និងដុល្លារអូស្ត្រាលី AUD London Session វគ្គអឺរ៉ុបម៉ោង 2:00 រសៀល 10:00 យប់ទីផ្សារចាប់ផ្ដើមមានចលនាខ្លាំងនិងមានទំហំជួញដូរធំគូប្រាក់ដែលពេញនិយមគឺ EUR និង GBP New York Session វគ្គអាមេរិកម៉ោង 7:00 យប់ 3:00 ភ្លឺរំលងអធ្រាត្រជាវគ្គដែលមានចលនាខ្លាំងបំផុតនិងសកម្មបំផុតក្នុងលោកព្រោះមានការចេញផ្សាយព័ត៌មានសេដ្ឋកិច្ចសំខាន់របស់អាមេរិក News Release ស័ក្តិសមបំផុតសម្រាប់អ្នក trade មាស KST និងគូប្រាក់ដែលមាន EST ម៉ោងដែលល្អបំផុតនិងចំណេញបំផុតគឺសម្រាប់ trader នៅខ្មែរពេលវេលាដែលល្អបំផុតគឺ Overlap Sessions គឺពេលដែលទីផ្សារធំពីរបើកដំណើរការទន្ទឹមគ្នាព្រោះវាមានទំហំជួញដូរធំ High Liquidity និងមានចលនាឡើងចុះខ្លាំង High Volatility ដែលងាយស្រួលរកប្រាក់ចំណេញ1ម៉ោង 2:00 រសៀល 4:00 ល្ងាច Tokyo London Overlap ជាពេលដែលទីផ្សារអាស៊ីជិតបិទហើយទីផ្សារអឺរ៉ុបចាប់ផ្ដើមបើកទីផ្សារចាប់ផ្ដើមប្រែប្រួលខ្លាំង2ម៉ោង 7:00 យប់ 10:00 យប់ London New York Overlap ល្អដាច់គេនេះជា Golden Horse ឬម៉ោងមាសសម្រាប់ trader នៅកម្ពុជាទីផ្សារអឺរ៉ុបនិងអាមេរិកបើកដំណើរការព្រមគ្នាចលនារបស់មាស Gold ភាគហ៊ុនអាមេរិក AS30 NES 100និងគូប្រាក់លុយដុល្លារ EST នឹងមានការបោកបក់ខ្លាំងដែលផ្ដល់ឱកាសរកចំណេញបានច្រើននិងរហ័សតែហានិភ័យក៏ខ្ពស់ដូចគ្នាម៉ោងនេះក៏ត្រូវនឹងពេលដែលបងប្អូនខ្មែរយើងទំនេរពីការងារស្នូលឬការសិក្សាផងដែរធ្វើឲ្យមានភាពងាយស្រួលក្នុងការផ្ដោតអារម្មណ៍ម៉ោងដែលគួរជៀសវាងឬប្រយ័ត្នប្រយែងម៉ោង 4:00 ព្រឹក 5:00 ព្រឹក Market Rollover ជាពេលដែលទីផ្សារបដូរថ្ងៃថ្មីក្នុងអំឡុងពេលនេះ Spread ថ្លៃសេវាចន្លោះតម្លៃទិញនិងលក់នឹងរីកធំខ្លាំងដែលអាចធ្វើឲ្យប៉ះ Stop Loss របស់អ្នកដោយអយុត្តិធម៌មិនគួរចូល trade ឡើយពេលចេញព័ត៌មានក្រហម High Impact News ដូចជាព័ត៌មាន Non-Farm Payroll NEP ឬការប្រកាសអត្រាការប្រាក់ FOMC ដែលច្រើនធ្វើឡើងនៅម៉ោង 7:30 យប់ឬ 1:00 អាធ្រាត្រម៉ោងខ្មែរបើមិនទាន់មានបទពិសោធន៍ច្បាស់លាស់ទេគួរជៀសវាងការ trade ពេលព័ត៌មានទាំងនេះចេញតើបច្ចុប្បន្នអ្នកកំពុងជួញដូរ trade លើផលិតផលមួយណាដែរមាស Forex ឬ Crypto